Rương sanh chay pari pia chuaព្រះបរមសាស្តាទ្រង់ប្រារព្ធការមិនមករបស់សញ្ជ័យបរិពាជៈសម័យដែលព្រះអគ្គសាវកទាំងពីរកំពុងតែស្វែងរកមកធម៌នោះលោកបានទៅសិក្សាជាមួយនឹងសញ្ជ័យបរិពាជៈនេះឯងព្រោះនៅក្នុងសម័យនោះសញ្ជ័យបរិពាជៈជាគណាចារ្យដែលមានឈ្មោះសម្លេងដ៏ល្បីល្បាញខ្លាំងណាស់ក្នុងទីក្រុងរាជក្រឹស្នក្រោយមកឧបទេសៈបរិពាជៈគឺព្រះសារីបុត្របានស្ដាប់នៅអរិយសច្ចកថាអំពីសំណាក់នៃព្រះអសជិទ្ធិដោយសង្ខេបហើយក៏បានសម្រេចព្រះសោតាបតិផលទើបត្រឡប់មកបញ្យល់ឲ្យកោលិតបរិពាជៈព្រះមហាមុគលានជាសម្លាញ់របស់ខ្លួនបានស្ដាប់រហូតដល់កោលិតបានសម្រេចនៅព្រះសោតាបតិផលដោយខ្លួនដែរស្រេចហើយនាំគ្នាទៅកាន់សំណាក់គ្រូសញ្ជ័យបរិពាជៈដើម្បីសូមលាទៅក្រាបថ្វាយបង្គំគួរព្រះពុទ្ធជាម្ចាស់ព្រមទាំងបានបបួលគ្រូសញ្ជ័យឲ្យទៅគួរជាមួយផងដែរតែគ្រូសញ្ជ័យមិនព្រមទៅជាមួយឡើយឧបទេសៈនិងកោលិតព្រមទាំងបរិវាររបស់ខ្លួនបាននាំគ្នាទៅគួរព្រះបរមសាស្តាហើយបានក្រាបថ្វាយបង្គំទូលសូមបព្វជិនិងឧបសម្បត្តិជាភិក្ខុក្នុងព្រះពុទ្ធសាសនាលុះបានសម្រេចនៅសោលសកិច្ចហើយក៏បានទទួលតំណែងជាព្រះអគ្គសាវកឆ្វេងស្ដាំក្រោយមកព្រះអគ្គសាវកទាំងពីរបានក្រាបទូលព្រះសាស្តាអំពីរឿងដែលគ្រូសញ្ជ័យមិនព្រមមកគួរព្រះអង្គជាមួយនឹងពួកភិក្ខុតាមពាក្យបបួលព្រះសាស្តាទ្រង់ជ្រាបហើយទើបត្រាស់ប្រគាថានេះថាអសារេសារមតិណោសារេចាសារតេសិណោទេសារងនិធិកេចតិមិច្ឆាសង្កបកោចរាសារញ្ចសារតោញត្វាអសារញ្ចអសារតោទេសង្សារងអធិកេឆន្តិសមាសង្កបកោចរាជនទាំងឡាយណាយល់ឃើញក្នុងធម៌ដែលមានខ្លឹមសារថាជាធម៌មិនមានខ្លឹមសារផងជាអ្នកយល់ឃើញក្នុងធម៌ដែលមិនមានខ្លឹមសារថាជាធម៌មានខ្លឹមសារផងជនទាំងឡាយនោះជាអ្នកមានសេចក្តីត្រេះរិះខុសជាអារម្មណ៍រមែងមិនបាននៅធម៌ដែលមានខ្លឹមសារឡើយឯជនទាំងឡាយណាដែលយល់ឃើញនៅធម៌ដែលមានខ្លឹមសារថាជាធម៌មានខ្លឹមសារផងយល់ឃើញនៅធម៌ដែលគ្មានខ្លឹមសារថាជាធម៌គ្មានខ្លឹមសារផងជនទាំងឡាយនោះជាអ្នកមានសេចក្តីត្រេះរិះត្រឹមត្រូវជាអារម្មណ៍រមែងបាននៅធម៌ដែលមានខ្លឹមសារសូមអនុមោទនា